បងប្អូនត្រៀមហើយទៅនៅជាមួយនឹងសង្គ្រាមពណ៌ខៀវនៅទីក្រុងឡុងទំនប់រវាង Chelsea បាទជាមួយនឹង Man City នៅរាត្រីនេះបាទម៉ោង 9 នេះបាទមានការ live តបពីភ្នាក់ងាររបស់ Goal ខ្មែរបាទកុំភ្លេចចូលរួមទស្សនាបានតាមរយៈ Telegram ក៏បានតាមរយៈ Facebook Page ក៏បានដោយ link នៅក្នុង comment ទាំងអស់គ្នាទៅដូចជា profile បាទដើម្បីចូលរួមទស្សនាការប្រកួតដ៏សែនជួយចិត្តគឺជាការប្រកួតដ៏តាមពាន FA Cup វគ្គ Final ការប្រកួតនេះឈ្នះលើកពានតែម្ដងបាទគឺសង្គ្រាមមេឃាវបើយើងនិយាយពីភាគរយឈ្នះគឺ Man City មានភាគរយឈ្នះខ្ពស់មែនទែនបាទសម្រាប់10ប្រកួត Man City ឈ្នះដល់7ប្រកួតស្មើគ្នា3ប្រកួតហើយ Chelsea អត់ដែលមានពាក្យថាឈ្នះទៅលើ Man City ទេបាទហើយសម្រាប់ការប្រកួតនេះគឺជាការលើកពានទី2របស់ Man City ហើយបើសម្រាប់ខ្ញុំគិតថា Man City ជាអ្នកឈ្នះហើយសម្រាប់យប់នេះបាទហើយសម្រាប់ Premier League ក៏ Man City អាចមានឱកាសដណ្ដើមពានពីកំភ្លើងធំ Arsenal ដែរព្រោះឲ្យពេលនេះចាញ់កំភ្លើងធំត្រឹមតែ2ពិន្ទុតែប៉ុណ្ណោះហើយកុំភ្លេចរងចាំតាមដានការផ្សាយផ្ទាល់ពីភ្នាក់ងាររបស់ Goal ខ្មែរក៏ដូចជាខ្ញុំបាទ Admin BM Sport ទាំងអស់គ្នាបាទដឹងតែជក់ចិត្តហើយជាមួយនឹងការប្រកួតបាល់ទាត់ជារៀងរាល់ថ្ងៃរបស់បាទពិភពលោកហើយអ្នកទាំងអស់គ្នាបានត្រៀមឲ្យនៅគឺបាល់ពិភពលោកបានចិត្តខិតចូលមកដល់ហើយបាទនៅពាក់កណ្ដាលខែ6ខាងមុខនេះគឺចាប់ផ្ដើមលេងវគ្គ Play Off របស់ប្រទេសនីមួយៗហើយបាល់ World Cup ដែលបងប្អូនកំពុងតែទន្ទឹងរង់ចាំការប្រកួតដ៏សែនជក់ចិត្តគឺពេលនេះដែរបារាំងត្រៀមកីឡាករពេញសាច់តែម្ដងគឺពិបាកលេងណាស់ជាមួយនឹងបារាំងភាគរយដែលបារាំងលើកពាន World Cup ឆ្នាំនេះគឺខ្ពស់មែនតើតាំងពីខ្សែការពារខ្សែប្រយុទ្ធដឺមីពេញសាច់របស់បារាំងមិនងាយនឹងវាយចូលទេបាទកុំភ្លេចរងចាំតាមដានទស្សនានឹងការ live បន្តក៏ដូចជាការឲ្យតម្រុយបាល់ឬក៏គូបាល់ពិសេសឬការពិភាក្សាពីខ្ញុំបាទ Admin BM Sport ទាំងអស់គ្នាសូមអរគុណច្រើន